បាទជំរាបសួរបងប្អូនក៏ដូចជាប្រិយមិត្តក៏ដូចជា fan របស់ផ្ទះបាយចល័តទាំងអស់គ្នាបាទជួបជាមួយពួកយើងម្ដងទៀតហើយបាទគឺសប្តាហ៍នេះគឺពួកយើងកំពុងតែនៅស្តង់បាទរបស់ផ្ទះបាយចល័តផ្លូវថ្មើរជើងបាទអញ្ចឹងសប្តាហ៍នេះតើយើងមានមុខម្ហូបអីដែរបងសប្តាហ៍នេះគឺថាយើងញោមមួយម៉ាល់ទៅយងចេកអូផ្លែទៀតដែរបាទសប្តាហ៍មុនខ្មុំមែនទេចាញោមខ្មុំអូខេអញ្ចឹងសប្តាហ៍នេះអាម៉ាល់នេះនេះចាអម៉ាល់អូខេខ្ចីតែម្ដងចាសម្រាប់អម៉ាល់នេះគឺថាសប្តាហ៍នេះគឺយើងបានទទួលការ sponsor ពីផ្ទះស្ដេចខ្មុំទៀតហើយអូខេសូមបញ្ជាក់ថាផ្ទះស្ដេចខ្មុំគឺមិនមែនមានត្រឹមមានតែខ្មុំទេបងប្អូនណាគឺមានតាំងពីអម៉ាល់មានតាំងពីរៃមានតាំងពីកដោបចង្រិតនិយាយទៅគឺប្រភេទសត្វល្អិតធម្មជាតិគឺមានទាំងអស់តែម្ដងអញ្ចឹងសប្តាហ៍នេះគឺយើងទទួលបានអម៉ាល់មកសម្រាប់ធ្វើអីគេបងញោមណាញោមអូខេចង់ដឹងថាតើញោមអាម៉ាល់មានគ្រឿងផ្សំអីខ្លះក៏ដូចជាមានរសជាតិយ៉ាងណាបាទទៅទស្សនាជាមួយពួកយើងទាំងអស់គ្នាចាបងប្អូនសម្រាប់ពាក់ព័ន្ធជាមួយនឹងរូបមន្តនៃការញោមភ្លាគិតថាវាអត់ខុសគ្នាទេចាអត់ខុសគ្នាទេគឺរូបមន្តតែមួយគ្រាន់តែយើងធ្វើការផ្លាស់ប្ដូរពាក់ព័ន្ធជាមួយនឹងបន្លែបន្តិចតួចតែប៉ុណ្ណោះបាទនិយាយទៅគឺខុសគ្នាតែបន្លែទេបើគ្រឿងផ្សំអីគឺភាគច្រើនគឺនៅតែដែរបាទហើយក្នុងថ្ងៃនេះផងដែរគឺយើងនឹងបង្ហាញជូននៅពីពិធីដូចសពដងអញ្ចឹងបងប្អូនណាគឺផ្លូវត្រង់បាទថាប្រាប់ចំតែម្ដងបាទហើយមួយទៀតគឺវិធីផ្លូវកាត់អូខេដើម្បីកុំឲ្យខាត់ពេលវេលាយូរតោះយើងចាប់ផ្ដើមទាំងអស់គ្នាបាទអញ្ចឹងមុនដំបូងមុននឹងចាប់ផ្ដើមជាទម្លាប់របស់យើងត្រូវធ្វើអីបងសម្រាប់ទម្លាប់របស់ពួកខ្ញុំចាមុននឹងចាប់ផ្ដើមធ្វើគឺយើងមានជាមួយនឹងការសម្លាប់មេរោគគឺយើងមានជាមួយនឹង Hypo Clean ចាសម្រាប់ធ្វើការសម្លាប់ពពួកមេរោគនិងបាក់តេរីដែលនៅតោងជាប់ដៃបន្ទាប់ពីយើងបានប្រើប្រាស់ជាមួយនឹង Hypo Clean ហើយគឺដើម្បីសុវត្ថិភាពម្ហូបអាហាររបស់យើងគឺយើងអាចប្រើប្រាស់ជាមួយនឹងស្រោមដៃម្ដងទៀតហើយតាក់ទងជាមួយនឹងបន្លែដែលជាគ្រឿងផ្សំគោលរបស់យើងមានអីខ្លះអូខេបងប្អូនទាំងអស់គ្នាសម្រាប់ការថាញោមអាម៉ាល់របស់យើងគឺយើងមានជាមួយនឹងគ្រឿងផ្សំបាទថាជាប្រភេទបន្លែបាទបន្លែយើងមានអីគេបងតិចមានតយងចេកហើយនឹងសណ្តែកចាសម្រាប់ញោមអាម៉ាល់ថ្ងៃនេះគឺយើងមានជាមួយនឹងបន្លែចាយើងមានសយងចេកចាយើងមានជាមួយនឹងសណ្តែកបដោះចាហើយក៏យើងមានជាមួយនឹងការ៉ុតដើម្បីបន្ថែមជាមួយនឹងពណ៌ឲ្យស្រស់ស្អាតចាបាទអូខេបងប្អូនសូមបញ្ជាក់ថាចំពោះបន្លែរបស់យើងដែលយើងយកមកធ្វើញោមធ្វើភ្លាក្នុងថ្ងៃនេះគឺយើងបានអូโซนដកយកជាតិពុលជាតិគីមីចេញរួចរាល់ហើយបងប្អូននេះគឺជាអាម៉ាល់របស់យើងគឺជាប្រភេទអាម៉ាល់ព្រៃធម្មជាតិបាទគឺថាខ្ចីស្រស់មែនតើបាទគឺថ្មីតម្រាំបានប៉ុណ្ណេះគឺពិបាកណាស់បងប្អូនណាបងប្អូនអាម៉ាល់គឺបងប្អូនខ្មែរយើងគាត់តែងតែនិយមចូលចិត្តតាំងពីដើមយូរយារណាស់មកហើយប្រភេទអាម៉ាល់នេះគឺជាប្រភេទកម្រផងដែរគឺតម្រាំបានមកមួយខាំពីរខាំគឺសងប្រេងខ្លាំងណាស់បងបាទគឺបថុយបាទបថុយគ្រោះថ្នាក់បាទអញ្ចឹងតម្រាំបានប៉ុណ្ណេះគឺត្រៀមបថុយដែរបាទអូខេបងប្អូនទាំងអស់គ្នាបាទដើម្បីកុំឲ្យខាតពេលវេលាយូរតោះយើងទៅធ្វើទាំងអស់គ្នាចាជាដំបូងនេះគឺយើងចាត់ជាមួយនឹងការ៉ុតបាទបន្លែនេះគឺជាប្រភេទបន្លែខ្មែររបស់យើងបងប្អូនណាគឺបន្លែមកពីខាងមណ្ឌលគិរីឃើញថាបន្លែដែលបានអូโซนហើយវាមានសភាពដូចថាស្រស់បានយូរបងចាបន្តទៅទៀតចាគឺយើងមានលាយជាមួយនឹងស្ពៃក្តោបចាស្ពៃក្តោបនេះយើងមានពីរពណ៌ក្តោបសនិងក្តោបស្វាយហើយសម្រាប់បន្លែបញ្ជាក់ទីនេះបងប្អូនទាំងគ្នាយើងអាចថែមថយទៅតាមចំណង់ចំណូលចិត្តរបស់យើងបានណាគឺយើងមិនមែនថាកំណត់ថាបន្លែរបស់យើងមានតែប៉ុណ្ណេះគឺអត់ទេគឺតាក់ទងជាមួយនឹងញោមភ្លាគឺបន្លែមានអីដាក់នឹងទៅបាទថាតាមចំណង់ចំណូលចិត្តហ្នឹងមែនទេបងប្អូនចូលចិត្តអីដាក់នឹងទៅចិត្តអីដាក់នឹងទៅបាទដូចផ្ទះបាយចល័តរបស់យើងគឺថ្ងៃនេះវាមានបន្លែមានស្ពៃក្តោបមានអីចឹងទៅយើងក៏បញ្ចូលតាមនឹងអញ្ចឹងណាចាឥឡូវយើងបន្តទៅទៀតគឺពណ៌ស្វាយម្ដងពួកយើងគឺជំរុញឲ្យបងប្អូនទាំងអស់គ្នាបានថាស្វែងយល់ពីការអូโซนបន្លែណាព្រោះអានេះគឺសំខាន់មែនតើជាធម្មតាបន្លែដែលយើងញ៉ាំចូលទៅគឺជាប្រភេទបន្លែស្រស់អញ្ចឹងយើងអត់ដឹងថាវាមានអីទេគឺយើងអត់អាចមើលឃើញផ្ទាល់នឹងភ្នែកទេបាទអញ្ចឹងគឺយើងអូโซนទៅគឺយើងលេងព្រួយបារម្ភនេះគឺជាប្រភេទតសក់ធម្មជាតិតសក់ខ្មែររបស់យើងបាទចាសម្រាប់បន្លែតសក់បងប្អូនទាំងគ្នាណាបងប្អូនចូលចិត្តអាចបន្ថែមជាមួយបានដោយសារអីតសក់បន្ថែមរសជាតិចាតសក់ជាតិទឹកច្រើនចាអាចជំនួយដល់សុខភាពយើងចាជំនួយសុខភាពបង្កើនជាតិទឹកនៅក្នុងរាងកាយរបស់យើងបាទនៅស្រុកខ្ញុំនៅកពតញោមអីក៏ដាក់ដែរបងគឺតសក់គឺគ្រប់តែម្ដងនេះគឺតយងចេកចាតយងចេកជាមួយនឹងសណ្តែកបដោះបាទអញ្ចឹងបងប្អូនឃើញថ្មីស្រស់បែបនេះមិនមែនប្រើថ្នាំប្រើអីទេណាបងប្អូនណាគឺនិយាយទៅគឺយើងដូចខ្ញុំប្រាប់ពីខាងដើមអញ្ចឹងគឺយើងអូโซนបាទអូโซนជាមួយនឹងឧបករណ៍អូโซนរួចរាល់ហើយបាទដើម្បីធានាបាននៅសុវត្ថិភាពទៅដល់អ្នកញ៉ាំដាក់ចូលក្នុងបរិមាណសមរម្យ
ចា បាទចំពោះគ្រឿងផ្សំគោលផ្នែកបន្លែរបស់យើងនៅក្នុងថាសហ្នឹងគឺយើងបានដាក់ចូលគ្នាហ្នឹងគឺ5មុខណាបងប្អូនណាបញ្ជាក់មកវិញគឺយើងមានស្ពៃក្តោបបាទស្ពៃក្តោបគឺយើងមានស្ពៃក្តោបសស្ពៃក្តោបពណ៌ស្វាយមានការ៉ុតមានតាយ៉ូងចេកនិងកសក់ហើយនិងសណ្តែកបដោស តើយើងចាប់ផ្ដើមចាដាក់ជាមួយនឹងចាគ្រឿងទេសយើងទាំងអស់គ្នាចាសម្រាប់គ្រឿងទេសរបស់យើងគឺយើងប្រើបែបធម្មតាចាប្រើបែបបុរាណយើងអត់នេះគឺផ្លូវប្រាប់ត្រង់តែម្ដងបងប្អូនទាំងគ្នាណានេះគឺជារូបមន្តទី1ដែលយើងបង្ហាញជូននេះគឺរូបមន្តដែលយើងប្រាប់ចំបងប្អូនអាចអនុវត្តធ្វើតាមបានមុនដំបូងយើងដាក់ជាមួយនឹងម្សៅស៊ុបចាយើងដាក់ជាមួយនឹងម្សៅស៊ុបទាំងអស់គ្នាចាដាក់ម្សៅស៊ុបនេះដាក់ទៅតាមចំណង់ចំណូលចិត្តដែលបងប្អូនចូលចិត្តរសជាតិដុតខ្លាំងបងប្អូនអាចដាក់ច្រើនបន្តមកទៀតគឺជាអំបិលយើងអាចដាក់ទៅតាមចំណង់ចំណូលចិត្តយើងបានជាស្ករសបងប្អូនទាំងគ្នាណាសម្រាប់អ្នកដែលចូលចិត្តស្ករត្នោតដាក់ស្ករត្នោតទៅតែសម្រាប់នាងខ្ញុំថ្ងៃនេះគឺប្រើជាមួយនឹងស្ករសបាទប៊ីចេងមួយនេះគឺយើងអាចបងប្អូនដែលចូលចិត្តញ៉ាំចាដាក់ទៅតែអ្នកដែលអត់ចូលចិត្តញ៉ាំទេយើងអត់ចាំបាច់ប្រើក៏បានដែរចាបន្តមកទៀតគឺយើងប្រើជាមួយនឹងម្ជូរបងប្អូនទាំងគ្នាណាថ្ងៃនេះគឺយើងជ្រើសរើសយកទឹកក្រូចឆ្មាបាទអញ្ចឹងសូមបញ្ជាក់ថានេះគឺជាប្រភេទទឹកក្រូចឆ្មាខ្មែររបស់យើងបាទទឹកក្រូចឆ្មាសុទ្ធបាទគឺធម្មជាតិសុទ្ធគឺយើងអត់មានប្រើប្រាស់សារធាតុគីមីអីទេគ្រឿងផ្សំដែលมันអាចខ្វះបានចាគឺទឹកប្រហុកចាថ្ងៃនេះគឺយើងបានទទួលការ sponsor ពីទឹកប្រហុក brand ចា Yummy KH Food ចាឃើញថាញាំរបស់យើងចិត្តបានសម្រេចហើយចាឥឡូវនេះគឺដល់វគ្គពិសេសហើយចាវគ្គពិសេសហើយគឺយើងដល់វគ្គដាក់សាច់ចាអញ្ចឹងសាច់ថ្ងៃនេះគឺយើងមានចាប្រើប្រាស់ជាមួយនឹងអ៊ុំម៉ាល់បន្លែយើងប៉ុណ្នេះគឺយើងប្រើបរិមាណអ៊ុំម៉ាល់ត្រឹមតែ1ខាំគឺបានតែម្ដងនិយាយទៅអ៊ុំម៉ាល់ទាំងអស់នេះគឺប្រហែលជា2គីឡូបងប្អូនណាគឺយើងប្រើក្នុងបរិមាណមកសមរម្យជាមួយនឹងបន្លែរបស់យើងហើយសូមបញ្ជាក់ថាសម្រាប់អ៊ុំម៉ាល់នេះគឺជាអ៊ុំម៉ាល់ធម្មជាតិហើយគឺយើងបានធ្វើការ steam ឬក៏ស្ងោរឬក៏ស្រោះបាទសម្រាប់មេរោគឬក៏ឆ្អិនរួចរាល់ហើយបាទចាបន្តទៀតយើងមានជាមួយនឹងខ្ទឹមសចាហើយនឹងម្ទេសបងប្អូនទាំងគ្នាណាហើយបើសិនជាចង់បន្ថែមជាមួយនឹងខ្ទឹមក្រហមក៏បានដែរតាមចំណង់ចំណូលចិត្តឃើញថាញាំរបស់យើងគឺសម្រស់ស្រស់ស្អាតមែនតើបាទគឺមានបន្លែពោពេញទៅដោយពណ៌ចម្រុះតែម្ដងបាទចាយើងដាក់ជាមួយជីគ្រប់មុខចាយើងប្រើជីគ្រប់មុខដើម្បីឲ្យចាដើម្បីឲ្យញាំរបស់យើងមានរសជាតិឆ្ងាញ់បាទឃើញថាសម្រស់កាន់តែស្រស់ស្អាតហើយកូនកំមុំរបស់យើងបាទបងប្អូនទាំងនេះឃើញថារួចរាល់ហើយចាយើងដាក់គ្រឿងផ្សំទាំងអស់គឺទទួលបាន 100% ហើយចាហើយចាចុងបញ្ចប់នេះគឺយើងបាទដើម្បីឲ្យញាំរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ជាប់ចិត្តគឺយើងអាចបន្ថែមជាមួយនឹងសណ្តែកដីលីងបាទដាក់កាន់តែច្រើនកាន់តែឆ្ងាញ់បាទសម្រាប់ញាំរបស់យើងគឺបានរួចរាល់ 100% ហើយអញ្ចឹងអត់ចាំយូរទេឥឡូវដល់វគ្គភ្លក់ម្ដងបងណាសាកមើលតើរសជាតិទៅជាយ៉ាងណាបាទណាចាយើងរួចរាល់ហើយយើងភ្លក់ទាំងអស់គ្នាភ្លក់ទាំងអស់គ្នាបងប្អូនណាបាទតែបងញ៉ាំអូខេបងពេលភ្លក់ទៅមិនដែរបងរសជាតិមានខ្ទិះមានអីអត់បងចាសម្រាប់នាងខ្ញុំអ្នកធ្វើនេះគឺលើកទី1ហើយអ៊ុំម៉ាល់ចាញាំអ៊ុំម៉ាល់នេះគឺដាក់ទៅបងប្អូនទាំងគ្នាញ៉ាំប៉ះចំអ៊ុំម៉ាល់តែមួយគ្រាប់ឯងគឺខ្ទិះប្លែកហ្មងរសជាតិរបស់វាគឺប្លែកចាប្លែកពីញាំធម្មតាបាទឆ្ងាញ់អូខេញាំម្ដងចឹងណាឆ្ងាញ់ឆ្ងាញ់ទៅដូចគាត់ថាអញ្ចឹងយើងញ៉ាំប៉ះជាមួយនឹងពងអាម៉ាល់គឺខ្ទិះតែម្ដងហើយចាប់ជាតិគ្នាតែម្ដងបាទចាសម្រាប់បងប្អូនដែលចង់បានអ៊ុំម៉ាល់បងប្អូនទាំងគ្នាណាចាចង់បានអ៊ុំម៉ាល់យកទៅធ្វើការញាំភ្លាចាអ៊ុំម៉ាល់ធម្មជាតិនេះចាអ៊ុំម៉ាល់ធម្មជាតិខ្ចីស្រស់បើមិនសិនជាបងប្អូនចង់ញាំភ្លាដូចនាងខ្ញុំអាចទៅកំងចាពីផ្ទះស្ដេចឃ្មុំបានបាទយើងមានសេវាដឹកជញ្ជូនចាយើងមានសេវាដឹកជញ្ជូនរហ័សទាន់ចិត្តសម្រាប់នៅក្នុងរាជធានីភ្នំពេញអូខេបងប្អូនទាំងគ្នាសម្រាប់ញាំគេហៅថាញាំអ៊ុំម៉ាល់ជាមួយនឹងតាយ៉ូងចេករបស់យើងគឺបានរួចរាល់ហើយបាទនេះគឺជាវិធីទី1ហើយបងយល់ឃើញយ៉ាងណាដែរបងសម្រាប់វិធីទី1នេះបាទចាវិធីទី1នេះបើយើងនិយាយដល់ទៅយូរគួរសមដែរតាំងពីព្រឹកមែនទេចាប្រើពេលវេលាយូរគួរសមតាំងពីមេឃនៅមានពលឺចាឥឡូវដល់ពលឺហើយបាទអរពលឺអូខេបងប្អូនអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ពួកយើងតាំងពីដើមរហូតដល់ចប់បាទជួបជាមួយនឹងពួកយើងជាមួយនឹងវីដេអូបន្តទៀតគឺវិធីទី2គឺយើងនឹងបង្ហាញអំពីរបៀបធ្វើញាំអ៊ុំម៉ាល់ជាមួយនឹងតាយ៉ូងចេកដដែលបែបផ្លូវកាត់ចាបែបផ្លូវកាត់ឲ្យលឿនបាទចាអរគុណច្រើន